សួស្តីបងម៉ែបងប្អូនទាំងអស់គ្នាមកនេះមកជួបនឹងខ្ញុំទៀតហើយបងថ្ងៃនេះចេញពីធ្វើការយ៉ាងលឿនណាបានទៅទិញបកាបានកន្លះគីឡូបងហើយនេះអូយធំសាហាវខ្ញុំទៅទិញបកាថ្ងៃនេះបានធំមកបងមកនេះតែបងទៅតាមដានទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំយកបកាមកធ្វើម្ហូបអីនេះបងគ្រឿងផ្សំរបស់បកាមានសាឡាត់ស្រួយមានស្ពៃតឿខ្ញុំចង់និយាយថាឥឡូវខ្ញុំអត់ផ្លេចទេស្ពៃតឿហ្នឹងដោយសារអីកូនខ្ញុំគាត់ខមមិនមកម៉ាក់អើយហូបស្ពៃតឿម៉ាក់អើយហូបស្ពៃតឿព្រោះខ្ញុំខ្លាចជា BA ស្ពៃតឿនេះបងនេះស្ពៃតឿយើងមានជីមានខ្ទឹមមានត្រសក់ហើយនឹងមានការ៉ុតបងមកបងឥឡូវបកាខ្ញុំបានធ្វើហើយឥឡូវខ្ញុំចាប់ផ្ដើមត្រាំសូដាបកាខ្ញុំថ្ងៃនេះខ្ញុំអត់បានបកស្រួយបងខ្ញុំចង់ហូបតឹងអញ្ចឹងណាដោយសារអីធំល្អបងបកាខ្ញុំដាក់ត្រាំសូដាទុកម្ដុំសិនបកាខ្ញុំត្រាំរយៈពេល10នាទី5-10នាទីក៏បានដែរបងស្រេចលើចិត្តបងណាឥឡូវខ្ញុំយកពេលតំណេនោះយកមកចិត្តបន្លែឲ្យហើយថ្ងៃនេះខ្ញុំដាក់ការ៉ុតមួយបងមកធ្វើទឹកត្រីកកងជាមួយខ្ញុំទាំងអស់គ្នាបងស្ករសប៊ីចេងម្សៅរ៉ូឌីបងថ្ងៃហ្នឹងទឹកត្រីកកងខ្ញុំអត់ប្រើទឹកត្រីណាខ្ញុំប្រើម្សៅរ៉ូឌីវិញបងនេះខ្ញុំចាក់ទឹកដៅយើងចូលហើយណាបងឥឡូវយើងចាប់ផ្ដើមច្របាច់ក្រូចឆ្មាខ្ញុំប្រើ2ផ្លែបងឲ្យវាជូរជ្រាបបានឆ្ងាញ់នេះបងអើយមកពណ៌ទឹកត្រីខ្ញុំដឹងតែហល់ទេណាបងអើយលើណានេះបងបកាយើងបានស្រង់ចេញពីសូដាហើយអូយបកាថ្ងៃនេះធំមែនតែនហ្មងណាបងបកាទឹកភ្នែកខ្ញុំហើយថ្ងៃនេះបងតែគ្រាន់តែទឹកជ្រលក់ថ្ងៃហ្នឹងវារៀងប្លែកប៉ុន្តែរសជាតិឲ្យ10 លើ 10ហ្មងបងឆ្ងាញ់តើបងទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នាណាបងណា